ជំរាបសួរសួស្តីបងប្អូនថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបនៃការធ្វើបើស្មាអាវរបៀបមួយនេះដោយសារការធ្វើបើស្មាអាវមានច្រើនវិធីបងប្អូនតាមការចូលចិត្តនិងការចង់ធ្វើរបស់បងប្អូនចឹងទៅហើយសម្រាប់ខ្ញុំក៏ខ្ញុំធ្វើមានច្រើនវិធីដែរបងប្អូនខ្ញុំដាក់ជាមួយនឹងដៃអាវមានស្មាដូចជាដៃអាវប៉ាក់ស្បៃគឺខ្ញុំធ្វើបែបនេះបងប្អូនគឺខ្ញុំចាប់បែបបត់ភ្លីបែបនេះហ្នឹងណាហើយសម្រាប់ការបត់ហ្នឹងដូចជាល្បាក់ជា2លេខនឹងឯងបងប្អូន2លេខបត់ចឹងមកហើយចំណុចកណ្ដាលយើងបត់ទល់គ្នាបែបនេះទៅនិយាយរួមតាមចិត្តស្រឡាញ់របស់បងប្អូនទេតាមការច្នៃប្រឌិតនិងការគិតបែងចែកបែកគំនិតថ្មីរបស់បងប្អូនចឹងណាវិធីមួយទៀតគឺយើងកាត់របៀបដូចជាចំណិតលោកខែដែរបងប្អូនតែយើងអត់មានចាប់ភ្លីទេអាហ្នឹងសម្រាប់ធ្វើកលស្មាអាវជាមួយនឹងដៃអាវដែលយើងអត់ប្រើស្បៃគឺយើងធ្វើបែបមួយទៀតបងប្អូនខ្ញុំគុណដេអ៊ុតបងប្អូនរបៀបមួយទៀតគឺខ្ញុំដេអ៊ុតជាមួយនឹងកាវកអាវកអាវប្រុសណាបងប្អូនរបៀបមួយទៀតតែអានេះគឺខ្ញុំធ្វើរបៀបនេះបងប្អូនសម្រាប់ដាក់ជាមួយនឹងសាច់ប៉ាក់ស្បៃប៉ាក់អីគឺខ្ញុំប្រើបត់ភ្លីបែបនេះឃើញស្អាតបងប្អូនសម្រាប់នេះខ្ញុំដេរធ្នេរទប់ទេបងប្អូនយើងដេរធ្នេរអំបិលតិចមកយើងទប់វាលើក្រោមពីចឹងទៅវាស្រួលក្នុងការកាត់វាអត់រសាត់ណាបងប្អូនបន្ទាប់មកទៀតចាំយើងយកទៅអ៊ុតហើយសម្រាប់តឹងហ្នឹងគឺខ្ញុំយក4លេខចេញពីកដាលនេះទៅគឺ9លេខណាតាមចិត្តបងប្អូនស្រឡាញ់ទេខ្ញុំចេញ9ណាបងប្អូនចេញ9ពីចំណុចកដាលហ្នឹងទៅយើងបត់ជាពីរបែបនេះហើយយើងកាត់ទៅហើយចាំយើងយកទៅដាក់គូផ្គងជាមួយនឹងផ្នែកមួយចំហៀងទៀតទៅណាបងប្អូនយើងយកទៅគូផ្គងដាក់ជាមួយនឹងផ្នែកមួយចំហៀងទៀតយើងកាត់ទៅយើងកាត់មើលតាមចិត្តបងប្អូនស្រឡាញ់ទៅបើថាទំហំនឹងបងប្អូនអត់ស្រឡាញ់ទេបងប្អូនកាត់តាមទំហំជាក់ស្ដែងរបស់បងប្អូនស្រឡាញ់បានមិនមែនថាខ្ញុំប្រាប់ប៉ុណ្្នឹងបងប្អូនធ្វើប៉ុណ្្នឹងទេគាត់នេះខ្ញុំប្រាប់ពីការធ្វើរបស់ខ្ញុំម៉ូដបើស្មាមួយនេះណាកលស្មាមួយនេះក្នុងអាវមួយនេះណាបងប្អូនហើយជាទម្លាប់ទូទៅគឺខ្ញុំធ្វើប៉ុណ្្នឹងឯងបងប្អូនខ្ញុំបត់ពីបែបហ្នឹងល្បាក់ប៉ុណ្ណឹងយើងធ្វើបែបនេះរួចរាល់យើងអ៊ុតស្អាតយើងយកទៅផុងបងប្អូនបន្ទាប់ពីយើងផុងហើយរួចរាល់អីស្អាតបាតចឹងទៅគឺយើងដេរដូចតែដេរបញ្ចូលដៃអាវអញ្ចឹងដៃអាវយើងដេរបែបម៉េចគឺយើងដេរដូចគ្នាយើងរកចំណុចកដាលចឹងមកដាក់ចំកដាលវិញទៅនិយាយរួមទៅគឺយើងដូចដេរដូចដៃអាវវិញអញ្ចឹងហើយសម្រាប់ការធ្វើបើដៃអាវនេះកលស្មាអាវនេះគឺវាមានតែប៉ុណ្្នឹងឯងបងប្អូនហើយអរគុណច្រើនបងប្អូនការចែកម្លែកដល់តិចតួចនេះគឺអត់មានអីថាជាធំដុំកពួនទេគ្រាន់តែខ្ញុំចង់ចែកម្លែកទៅកាន់បងប្អូនថ្មីដែលគាត់អត់ចេះគាត់អាចមើលវីដេអូនេះហើយគាត់អាចស្វែងយល់ឬក៏យកទៅធ្វើសាកល្បងបានហើយអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលតែងតែគាំទ្ររាល់វីដេអូដែលខ្ញុំបានធ្វើចេញទៅចែកជូនបង្ហាញបងប្អូនទាំងអស់គ្នាមើលគ្រាន់ចាត់ទុកថាជាបទពិសោធន៍សម្រាប់អ្នកថ្មីនិងអ្នកមិនទាន់ចេះសោះគាត់អាចសាកល្បងមើលវីដេអូខ្ញុំទៅមើលការចែកម្លែកតិចតួចរបស់ខ្ញុំទៅគាត់អាចធ្វើតាមបានហើយឃើញថាវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងបងប្អូនតែពេលយើងដេរបញ្ចូលស្មាដូចខ្ញុំបញ្ជាក់អញ្ចឹងគឺយើងដេរដូចយើងបញ្ចូលដៃអាវអញ្ចឹងរកចំណុចកណ្ដាលអីដូចគ្នាទាំងអស់នេះបងប្អូនឃើញរួចរាល់គឺវារីកសាយស្អាតចឹងណាវាកលស្មាបានស្អាតធ្វើបែបនេះណាហើយសម្រាប់កណាត់គឺយើងកាត់សាច់ប្រឆិតណាបងប្អូនកាត់សាច់ប្រឆិតបកកាយចេញទៅអ៊ុតបាត់មុខវាចូលជាពីរមកអានេះខ្ញុំភ្លេចប្រាប់ត្រង់ចំណុចហ្នឹងអាហ្នឹងខ្ញុំប្រាប់កន្លែងហ្នឹងបន្ថែមទៀតខ្ញុំអត់បានប្រាប់នៅដើមវីដេអូអរគុណច្រើនបងប្អូននេះរួចរាល់ហើយណាជម្រាបលាបងប្អូនទាំងអស់គ្នាចាំជួបគ្នានៅវីដេអូថ្មីក្រោយៗជាបន្តបន្ទាប់ទៀត